បញ្ហាមួយដែលខ្ញុំបានឮនោះកាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ថាវាថាជាងនឹងគឺអត្រាកុមារដែលគាត់រៀបការមុនអាយុមុនពេញវ័យហ្នឹងគឺមានកើតឡើងសឹងតែថារហូតដល់បច្ចុប្បន្នគឺនៅតែមានអញ្ចឹងជាអីមួយដែលខ្ញុំពិតជាថាជាងខ្លាំងមែនតើហើយខ្ញុំក៏នៅតែបន្តនៅក្នុងការព្យាយាមនៅក្នុងការជួយធ្វើយ៉ាងណាផ្សព្វផ្សាយណែនាំឲ្យគាត់ជាពិសេសគឺឪពុកម្ដាយឲ្យគាត់បានយល់ដឹងអំពីចំណុចនេះកុំឲ្យមានការឲ្យកុមាររៀបការនៅក្រោមអាយុពេញវ័យបន្តទៅទៀតចាពីព្រោះពេលខ្លះគាត់គិតថាវាជាអីពីដើមមកដែលបែបហ្នឹងហើយគាត់នៅតែបន្តគាត់គិតថាវាជាការប៉ះពាល់ដល់កុមារនិងប៉ះពាល់ដល់អនាគតរបស់កុមារទាំងស្រុងនេះចាខ្លាំងមែនតើហើយអ្វីដែលសំខាន់ហ្នឹងគឺវាថាកន្លែងខ្លះរូបភាពខ្លះដែលយើងឃើញវាចាក់ដល់បេះដូងយើងដូចជាកន្លងទៅពេលដែលយើងចុះទៅដល់ខេត្តមណ្ឌលគិរីអញ្ចឹងគឺយើងបានឃើញអំពីកុមារដែលគាត់មានកង្វះនៅអាហារូបត្ថម្ភក៏មានកុមារខ្លះដែលគាត់អាចមានលទ្ធភាពនៅក្នុងការសិក្សាបានចប់ក៏មានអញ្ចឹងគឺមានច្រើនហើយខ្លះទៀតហ្នឹងដោយសារតែគាត់នៅឆ្ងាយពីទីរួមខេត្តគាត់នៅឆ្ងាយនៅកន្លែងដែលស្រយាលតែគាត់អញ្ចឹងទៅគាត់ខ្វះនៅចំណេះដឹងនៅក្នុងការដឹងថាគេហៅថាកង្វះអនាម័យឬមួយក៏គាត់អត់ដឹងថាអាហារូបត្ថម្ភមួយណាដែលគួរតែញ៉ាំទៅធ្វើឲ្យគាត់សុខភាពអត់ល្អអញ្ចឹងការលូតលាស់របស់គាត់អត់ល្អអញ្ចឹងក៏មានដែរប៉ុន្តែនៅពេលដែលយើងបានចុះទៅបានណែនាំបានផ្ដល់ជូនគាត់អញ្ចឹងទៅគឺគាត់ចាប់ផ្ដើមយល់គាត់ចាប់ផ្ដើមដឹងហើយមែនតើទៅសម្រាប់ UNICEF គឺគាត់មានបែបផែននៅក្នុងការធ្វើ campaign នៅក្នុងការបញ្យល់ណែនាំឲ្យយល់អំពីមិនថាអំពីអាហារូបត្ថម្ភក៏ដូចជាអនាម័យផ្សេងអញ្ចឹងយើង follow ទៅតាម flow របស់ UNICEF ហើយខ្ញុំបើសម្រាប់ខ្ញុំគឺខ្ញុំចូលរួមក្នុងការផលិតជាវីដេអូនៅក្នុងការប្រាប់ទៅដល់កុមារឧទាហរណ៍ដូចកន្លងទៅយើងទៅធ្វើពីវីដេអូបង្ហាញអំពីការលាងដៃបែបណាឲ្យបានត្រឹមត្រូវទៅដល់កុមារឲ្យគាត់បានយល់ហើយគួរតែលាងដៃនៅពេលណាខ្លះហើយក៏ដូចជាបញ្ហាបន្ទប់ទឹកឬក៏អីផ្សេងនៅតាមភូមិតាមអីផ្សេងតើគួរធ្វើបែបណានិយាយទៅ UNICEF គាត់មានរបស់គាត់គ្រប់ទាំងអស់ហើយអញ្ចឹងយើង follow តាមហ្នឹងហើយយើងថតជាវីដេអូនិងចុះទៅផ្ទាល់ដូចគ្នាក្នុងការបរិញ្ញាណែនាំចា៎